មកហោបឯមកនេះក៏អ្នកស្វ័យរៀននិយមចូលចិត្តធ្វើញ៉ាំដែរហើយជាពិសេសបើបានស្លជាមួយចង្វាកពឹសក៏ដូចជាក្តាមខ្យងនឹងរឹតតែពិសេសថែមទៀតគឺសម្លធៀងត្រាវរសជាតិរបស់វាគឺឈ្ងុយឆ្ងាញ់ខ្លាំងមែនតើបងប្អូនហើយសម្លធៀងត្រាវនេះដែរខុសពីសម្លមើមត្រាវលាយជាមួយធៀងរបស់វាប៉ុន្តែបងម្អមដូចគ្នាចង់ដឹងពីវិធីធ្វើយ៉ាងណាឲ្យមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនជួយ follow page តាបាយម៉ែម្នាក់មួយសិនដោយថ្ងៃនេះលោកពុកជាមួយនឹងគ្រូសារបស់នាងខ្ញុំបងប្អូនក៏ប្រឡែងត្រីនៅក្នុងស្រះនៅក្នុងក្រៅភូមិហើយចង់ដឹងពីទំហំរបស់ត្រីដែលប្រឡែងហ្នឹងទៅក៏នាំគ្នាអស់អញ្ចងបងប្អូនដើម្បីដឹងទំហំត្រីដែលយើងដាក់ទៅរយៈពេលប្រមាណដែលវាធំលូតលាស់អញ្ចឹងដូច្នេះហើយលោកពុកជាមួយនឹងគ្រូសារបស់នាងខ្ញុំគាត់បានអស់អញ្ចងដើម្បីមើលត្រីអញ្ចឹងបងប្អូនដោយប្រឡែងត្រីដែលយើងបានមើលរួចហើយគឺត្រីប្រាធំធំល្មមទម្រាំតែយើងដាក់ចូលស្រះធំដែលនាងខ្ញុំធ្លាប់បងសំណាញ់រាល់ដងបងប្អូនប៉ុន្តែសម្បូរទៅដោយចង្វាកពឹសមែនតើជាមួយនឹងអ្នកម្ដាយឃើញច្រើនអញ្ចឹងនឹកឃើញចង់ញ៉ាំសម្លធៀងត្រាវដោយសារនៅប្រទេសហ្នឹងក៏មានត្រាវដែលយើងដាំមួយចំនួនផងដែរដើម្បីទុកធ្វើម្ហូបផ្សេងសម្រាប់អ្នកខាត់ស្វាយរៀងគឺចូលចិត្តនិយមញ៉ាំធៀងត្រាវដែរបងប្អូនជាពិសេសសម្រាប់ធ្វើជ្រក់ក៏ដូចជាស្លជាមួយមើមឬក៏ស្លជាមួយតែធៀងដោយតែនាងខ្ញុំបង្ហាញថ្ងៃនេះអញ្ចឹងហើយជាពិសេសធៀងត្រាវអាចយកមកហាលដើម្បីទុកខជាមួយនឹងសាច់ជ្រូកសាច់គោអីគឺរឹតតែឆ្ងាញ់ថែមទៀតនាងខ្ញុំនឹងបង្ហាញវិធីធ្វើនៅវីដេអូក្រោយអញ្ចឹងចំណែកថ្ងៃនេះយើងមកមើលពីវិធីធ្វើសម្លធៀងត្រាវឲ្យមានរសជាតិឈ្ងុយឆ្ងាញ់សិនឥឡូវនាងខ្ញុំកំពុងតែកាត់ធៀងត្រាវនៅមាត់ស្រះក្រោយផ្ទះទៀតហើយបងប្អូនមាត់ស្រះនឹងមានតាំងពីត្រកួនកញ្ឆែតក៏ដូចជាត្រាវហើយបន្ទាប់ពីកាត់ត្រាវបានហើយនេះខ្ញុំចាប់ផ្ដើមបេះកបាសអំពិលសម្រាប់អ្នកខាត់ស្វាយរៀងខ្ញុំគឺត្រួយអំពិលខ្ចីហៅតែកបាសអំពិលទេបងប្អូនមិនមែនស្លម្ជូរទេប៉ុន្តែយើងបង់ដើម្បីឲ្យមានរសជាតិជូរល្មមជាមួយនឹងរសជាតិឈ្ងុយឆ្ងាញ់ជាមួយនឹងធៀងត្រាវនឹងឯងបន្ទាប់ពីកាត់ធៀងត្រាវបានរួចហើយក៏ដូចជាប្រម៉ែប្រមូលគ្រឿងក្រើក៏ដូចជាម្អមសម្រាប់បងរួចហើយក៏ចាប់ផ្ដើមសក់ធៀងត្រាវរបស់យើងវិញម្ដងហើយយើងសក់ឲ្យរៀងអស់បន្តិចមកកាត់សម្អាតផ្នែកពោះត្រាវនឹងឲ្យស្អាតបងប្អូនចាំយើងសក់ហើយសម្រាប់ត្រាវខ្លះគឺមានរសជាតិរមាស់បងប្អូនប៉ុន្តែសម្រាប់ត្រាវដែលនេះខ្ញុំដាំនៅក្នុងស្រះក្រោយផ្ទះលោកពុកហ្នឹងគឺអត់មានជាតិរមាស់ទេហើយបន្ទាប់ពីយើងសក់ហើយក៏យើងយកមកលាងជំរះជាមួយនឹងទឹកស្អាត 4-5 ទឹកមកហើយសម្រាប់ធៀងណាដែលធំគឺយើងចាត់ជាចំណិតតសក់ឬក៏ខាន់វាជាកង់មកល្មមក៏បានដែរហើយវិធីនៃការស្លធៀងត្រាវឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ឬកុំឲ្យរមាស់បងប្អូនត្រូវដាក់ធៀងត្រាវដែលយើងបានលាងសម្អាតកាត់រួចហើយនៅក្នុងឆ្នាំងមួយបន្ថែមអង្ករពីក្តាប់អីមកបងប្អូនពីលើហ្នឹងហើយយើងដាក់ទឹកបន្តិចដាំរំងាស់វាយើងរំងាស់តែមួយសន្ធោសធ្វើម៉េចឲ្យធៀងត្រាវហ្នឹងវាសពូនបន្តិចចេញទឹកព្រៃចេញពីក្នុងត្រាវអស់អញ្ចឹងបងប្អូនទៅយើងចាប់ផ្ដើមជញ្ជាត់វាចេញគឺអត់ឲ្យរលួយទេការដាំរំងាស់ត្រាវបែបនេះទោះបីត្រាវរមាស់ក៏មានរសជាតិឈ្ងុយឆ្ងាញ់ដែរបងប្អូនហើយយើងទុកម្លាយសិនទៅមកដាំទឹកស្លវិញម្ដងចំពោះវិធីស្លគឺដូចតែសម្លផ្សេងដែរទេបងប្អូនដាំទឹកឲ្យពុះដាក់ប្រហុកឲ្យចាស់បន្តិចមកបានមានរសជាតិឈ្ងុយឆ្ងាញ់បន្ទាប់មកបន្ថែមជាមួយនឹងខ្ទឹមសបន្តិចដើម្បីកាត់ឆ្អាបហើយយើងដាក់ត្រីយើងមកបងប្អូនមានត្រីប្រារាងធំបន្ថែមជាមួយក្តាមខ្យងហើយបន្ថែមទឹកត្រីប៊ីចេងស្ករតាមការចូលចិត្តឬក៏បរិមាណសម្លដែលយើងបានធ្វើនឹងមកនិយាយពីថាគាត់តែឃើញហើយនឹកដល់រសជាតិបន្ថែមគ្រឿងក្រៅហើយក៏យើងដាក់បន្ថែមជាមួយនឹងចង្វាកំពឹសដោយសារតែចង្វាកំពឹសរបស់យើងនឹងគឺធំខ្លាំងដែរបងប្អូនមេចង្វាប៉ុនមេដៃសុទ្ធតពងនិយាយពីថាត្រូវគ្នាមែនតែននៅពេលដែលយើងដាក់គ្រឿងក្រៅត្រីអីសពហើយក៏យើងដាក់ត្រាវដែលយើងបានរងាស់តែអត់រលួយទេបងប្អូនដែលនេះខ្ញុំបានបង្ហាញអញ្ចឹងដាក់ចូលមកយើងកូរវាឲ្យសព្វហើយបន្ថែមជាមួយនឹងកបាសអំពិលដែលយើងបានបេះមាញ់បងប្អូនមិនមែនដាក់ឲ្យជូរស្ទិញតែម្ដងទេបងប្អូនគឺជូរឡំមកល្មមដែលវាឈ្ងុយឆ្ងាញ់ជាមួយនឹងជាតិអង្ករក៏ដូចជាធៀងត្រាវជាមួយនឹងត្រីដែលយើងបានរកនឹងនិយាយពីថាត្រូវគ្នាខ្លាំងតែម្ដងរសជាតិវិញគឺផ្អែមស្ទន់តែម្ដងហើយយើងទុកតែមួយរំពុះភ្លក់មើលតាមការចូលចិត្តហ្នឹងគឺឆ្អិនហើយបងប្អូននៅពេលដែលឆ្អិនមកល្មមហើយយើងបង់តែម្អងមកគឺជាការស្រេចនិយាយពីថាក្លិនវិញធ្លាក់ដល់ភូមិ1ភូមិ2ហើយរបៀបនៃការស្លធៀងត្រាវឲ្យមានរសជាតិឈ្ងុយឆ្ងាញ់របៀបអ្នកខាត់ស្វាយរៀងតំបន់នាងខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនមកអញ្ជើញឆ្ងាញ់ទាំងអស់គ្នាហើយជាពិសេសញ៉ាំជាមួយនឹងទឹកត្រីញិចប្រទេសហឹលទៀតរឹតតែឆ្ងាញ់ថែមទៀតហើយវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយ